សេរីគ្មានសម្ពាធសម្រាប់ខ្ញុំទេគេនិយាយថាតាមមិនចូលគ្នាមិនបោះឆ្នោតឲ្យគ្មានសម្ពាធសម្រាប់ខ្ញុំទេទៅបោះឆ្នោតឲ្យពីណាទៅបោះទៅអត់បញ្ហាទេខ្ញុំណាបានកាន់ក្បាលមីក្រូស្ដីឲ្យរាជខ្មែរប៉ុណ្ណេះខ្ញុំឆ្អែតហើយកាលពីមុនស្ដីឲ្យគេនៅតាមផ្ទះមិនទៅលឺស្ដីដាក់មរងវាមិនទាន់អស់ចិត្តឥឡូវដាក់រយោ4 5ខ្ញុំស្ដីឲ្យខ្មែរអស់ចិត្តហើយតាមនឹកឃើញដល់គេបោកក្តៅអាកូនចៅឯងបាត់លើឲ្យគេបោកហើយបងប្អូនស្ទង់ចិត្តមើលហេតុអីបានជាយើងក្តៅមកពីយើងចាប់ទុកថានឹងជាបងប្អូនជាសាច់ញាតិពួកគេអត់ក្តៅស្មាតទោះបើបោកម៉ែគាត់មើលមិនក្តៅលើប៉ុន្តែពេលបោកអ្នកដទៃគាត់មិនក្តៅទេប៉ុន្តែពួកយើងឲ្យតែនឹកឃើញដល់គេបោកក្តៅជារដ្ឋខ្មែរមកខ្ញុំស្ដីឲ្យឆ្អែតហើយអញ្ចឹងឈ្នះឆ្នោតឬមិនឈ្នះឆ្នោតខ្ញុំទុកឲ្យបងប្អូនសម្រេចបន្ទាប់មកទៀតស្របឲ្យខ្លីតិចរឿងបងនិយាយពីរឿងថាបើឈ្នះឲ្យគេមិនឲ្យដូចជាអង្គសានស៊ូជីបងប្អូនត្រូវដឹងជាអ្នកនយោបាយគេខ្លាចណាស់បងប្អូនគំនិតអវិជ្ជមានគេខ្លាចបំផុតអញ្ចឹងបាទក្នុងលក្ខណៈទាំង10របស់អ្នកនយោបាយមានលក្ខណៈមួយនោះគឺជាមនុស្សវិជ្ជមានគឺជាមនុស្សសកម្មមានកំណត់វិជ្ជមានហ្មងឈរនៅម្ដុំណាកុំឲ្យទៅថយក្រោយបើទៅមុខបន្តិចគ្រាន់បើជាងនៅម្ដុំអ្នកនយោបាយត្រូវមានកំណត់សកម្មមនុស្សច្រើនណាស់បងប្អូនដែលមកជួបពួកយើងរួចហើយគេផ្ដល់អាកំណត់អសកម្មហ្នឹងទៅមិនរួចទេវាស្នាអើយខ្ញុំថាត្រូវនៅរឿងបញ្យលប្រជាប្រដ្ឋដូបណាស់ត្រូវហើយប៉ុន្តែទៅវាមិនរួចទេជាមួយប្រជាប្រដ្ឋខ្មែរអសកម្មខ្ញុំថាអត់ទេបញ្យលទៅបានប្រមាណយកប៉ុណ្ណឹងបើបញ្យលទៅគេឲ្យយើងបញ្យលមានអីប៉ុន្តែប្រជាប្រដ្ឋខ្មែរគាត់មិនស្ដាប់ខ្ញុំថាកំណត់អសកម្មមកទៀតកំណត់ហ្នឹងកំណត់អត់ធ្វើយើងបញ្យលធ្វើមិនទេបានប្រមាណយកប៉ុណ្ណឹងទៅបើរត់យោគេឲ្យយើងបញ្យលតែអារត់យោនឹងគេមកធ្វើបាបជាតិដូចសប្ងៃពីសាយមើលគេធ្វើបាបយើងបាត់រត់យោបាត់អីយើងនិយាយនឹងនិយាយប្រងមិននិយាយប្រងអត់ឲ្យធ្វើហ៎កំណត់អសកម្មមកអ្នកឯងនេះយើងធ្វើយកឈ្នះខ្ញុំថាមើលប្រាប់ខ្ញុំមើលមិនអាចឈ្នះនោះមិនអាចឈ្នះនោះយើងត្រូវធ្វើអញ្ចឹងយើងត្រូវរួបរวมយើងចេះយើងត្រូវរួបរวมគ្នាមួយគណៈបកស្អីខ្ញុំថារួបរวมលុះតើរួបរวมបានជាក់ស្ដែងវារួបរวมអត់បានជាក់ស្ដែងខ្ញុំត្រូវធ្វើប៉ុណ្ណឹងអញ្ចឹងវាមិនឈ្នះទេខ្ញុំថាមើលអ្នកឯងឈ្នះហ្នឹងគឺអីខ្លះហើយអ្នកឯងឈ្នះហ្នឹងដេកផ្ទះហេខ្ញុំថាអត់ឈ្នះខ្ញុំធ្វើមិនបានប្រមាណយកប៉ុណ្ណឹងឲ្យតែប្រជាពលរដ្ឋខ្មែរយល់មួយចាត់ទុកជាជោគជ័យមួយយល់ពីរចាត់ទុកជាជោគជ័យពីរតែកំណត់ហ្នឹងបានមានចលនាហ្នឹងរស់មកដល់ថ្ងៃហ្នឹងបើកំណត់ថាចង់យកតតែឈ្នះតែហ្មងអាហ្នឹងដេកផ្ទះដូចអ្នកឯងហ្នឹងព្រោះអ្នកឯងគិតទៅវាមិនឈ្នះដល់ពេលអញ្ចឹងអ្នកឯងដេកផ្ទះតែហ្មងប៉ុន្តែកំណត់យើងថាគ្មានខ្វល់ទេជួយខ្មែរបញ្យលមួយបានមួយបញ្យលពីរចាត់ទុកជាជ័យជំនះពីរដោយសារកំណត់ហ្នឹងចលនាហ្នឹងរស់រហូតដល់សប្តាហ៍ដូចគ្នាជាមួយចលនារបស់យើងលោកនាយករដ្ឋមន្ត្រីគាត់និយាយរាល់ថ្ងៃឈ្នះនៅហ្នឹងថាគេមិនអោយហ្នឹងឈ្នះនៅឈ្នះសិនទៅមិនដែលឈ្នះគេផងដាច់អាឡ័យនោះ20 30កៅអីរួចមកនិយាយថាឈ្នះគេមិនអោយឈ្នះសិនទៅអញ្ចឹងដើម្បីបញ្ជាក់ការពិតវាគាត់តែឈ្នះសិនវាខុសអីបងប្អូនវាទើសស្អីសពថ្ងៃហ្នឹងយើងចំណាយលុយហ្នឹងវាច្រើនពេកយ៉ាងម៉េចបើតំណាចំណាយលុយហ្នឹងក្រដល់បងប្អូនណាយើងគិតថាចំណាយហ្នឹងវាអត់សមនឹងលទ្ធផលដែលយើងបានមកអញ្ចឹងយើងមិនគួរចំណាយទេសពថ្ងៃហ្នឹងប្រហែលជា$3,000 មួយខែហើយពាក្យច្រើនគឺលុយខ្ញុំហ្នឹង$3,000ណាបានរៀបខ្មែរញាក់អលឹកប៉ុណ្ណឹងគ្រប់កន្លែងទាំងអស់ដែលស្ដាប់កម្មវិធីយើងយ៉ាងតិចបំផុតក៏គាត់ចេះធ្វើបត់ស្របតាមដំណើរដែរបងប្អូនយល់ថា$3,000មួយខែនោះវាច្រើនណាស់ហ៎មិនប្រហែលយាយចំណាយខ្លួនគាត់ម្នាក់ទៅឥណ្ឌាផងណាតិចខ្លាំងណាស់ប៉ុន្តែលទ្ធផលបានមកវិញច្រើនណាស់បងប្អូនហេតុអីបានយើងមិនធ្វើទៅមុខបន្តិចគ្រាន់តែជានៅគ្នាម្នាក់នយោបាយមានកំណត់សកម្មបើយើងឈ្នះឆ្នោតមិនបានអីក៏បានបញ្ជាក់ការពិតដែរថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងគាត់និយាយមែនទេអត់ប៉ុន្តែក្នុងស្ថានភាពឥឡូវនេះយើងមិនអាចបញ្ជាក់បានទេព្រោះអីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនតែអត់ឈ្នះផងតែមកនិយាយយ៉ាងម៉េចឈ្នះសិនទៅអញ្ចឹងបើស្នាជាយើងបានឈ្នះណាគាត់មិនអោយបានអីក៏ដឹងដែរបានអីក៏ដឹងអានឹងអន់បំផុតអានឹងក៏ទៅមុខបន្តិចដែរនៅដដែលគាត់បើជាងថយក្រោយទៅមុខបន្តិចគាត់បើជាងនៅដដែលបានអីក៏ដឹងណាថាការងារនឹងពិតឬមិនពិតប៉ុន្តែយើងជាអ្នកនយោបាយបងប្អូនយើងស្គាល់សិលវិធីក្នុងការដោះស្រាយបើស្នាជាឈ្នះឆ្នោតដូចចៅ3គាត់ធ្វើអបគុំឧទាហរណ៍ណាគេធ្វើអបគុំទៀតឧទាហរណ៍យើងឈ្នះឆ្នោតលេចចាំគេធ្វើអបគុំកែតែហ្មងអូយលោកឲ្យកុំទៅធ្វើអបគុំអីមកយកវិញទៅកុំធ្វើអបគុំអីខ្ញុំភ័យនេះអត់មានអីច្បាំងទេមកយកវិញទៅមិនបាច់កាត់ខែតនេះខែតនោះទេលោកអើយមកយកវិញទៅឈ្នះឆ្នោតហើយដើរលេងធ្វើរំភើយធ្វើមិនដឹងចាំមើលគាត់ចែកយើងឈ្នះយើងត្រូវចែកយើងនៅស្ងៀមហើយអាអ្នកចាញ់ចែកយ៉ាងម៉េចបានអីពុំមានការអ៊ីនខ្មាស់ខ្លះដែរបងប្អូនយើងធ្វើមិនដឹងធ្វើទៅងើយចាំមើលគាត់ចែកបងប្អូនណាអង្គសានស៊ូជីជាប់គុកហ្នឹងវាមិនអស់ចាអីប្រហែលទេបងប្អូនមានងាប់អីខ្ញុំជឿថាស្ថានភាពរបស់ខ្មែរវាមិនដល់ប៉ុណ្ណឹងទេទួននិយាយគ្នាជាងពុំមានទេមិនដល់ថ្នាក់ចាប់យើងដាក់គុកយ៉ាងច្រើនគាត់មិនអោយប៉ុន្តែគាត់មិនអោយបងប្អូនអន្តរជាតិនឹងតោទោស
ប៉ុណ្ណានឹងគាត់ខ្មាស់គេប៉ុណ្ណាទេគាត់ជាគាត់ឲ្យខ្លះហើយណែឲ្យខ្លះហ្នឹងក៏គ្រាន់បើជាអត់ដែរគាត់មិនឲ្យតំណែងមិនឲ្យតួនាទីយើងក៏អត់ចាំបានណាតំណែងតួនាទីយកមកធ្វើការកើតដដែលប៉ុន្តែយើងសុំដាក់គោលការណ៍យើងខ្លះអាហ្នឹងក៏គ្រាន់ដែរសុំដាក់គោលការណ៍យើងខ្លះឈ្នះឆ្នោតគេមិនដឹងយកកៅអីផងគេឲ្យទាំងអស់គ្រាន់តែគេសុំដាក់គោលការណ៍ខ្លះអីក៏ដាក់មិនបានមិនចេះអៀនទេយ៉ាងម៉េចគាត់នៅមានការអៀនខ្មាស់ដែរទៅមុខបន្តិចគ្រាន់បើជាអត់ខ្លាចតែយើងចង់បានជាប្រយោជន៍ផ្ទាល់ខ្លួនយើងទេបងប្អូនបើស្នាជាយើងអត់ចង់បានជាប្រយោជន៍ផ្ទាល់ខ្លួនយើងអត់ក៏បានទេយើងសុំដាក់តគោលការណ៍ខ្លះគាត់អៀនគាត់មុខតែយកជាអ្នកនយោបាយនៅស្ងៀមគ្រាន់បើជាងថយក្រោយទៅមុខបន្តិចគ្រាន់បើជាងនៅស្ងៀមណែអាដំណើរយើងឈ្នះនេះយ៉ាងតិចបំផុតក៏យើងបានដាក់យន្តការរបស់យើងខ្លះដែរពួកគាត់អៀនជាអ្នកនយោបាយកើទៅមុខបន្តិចគ្រាន់បើជាងនៅដែរទស្សនៈរបស់ខ្ញុំប្រាប់ថាឈ្នះសិនទៅបានស្រួលនិយាយគ្នាអត់មានថយក្រោយទេវាអត់មានទៅដូចអង្គការស៊ូជីទេមានតែទៅមុខប៉ុន្តែមុខបន្តិចឬទៅមុខប៉ុណ្ណាខ្ញុំអត់ទាន់ដឹងទេប៉ុន្តែនេះមករឿងទៅមុខ